អំពីឈានទី9ដែលនាំឲ្យសម្រេចព្រះនិព្វាននៅក្នុងការបដិបត្តិចិត្តតានុបស្សនាគេអាចឆ្លងកាត់ចំណុចសំខាន់ទាំងឡាយគេទៅដល់ដំណាក់មួយដែលគេហៅថាអធិចិត្តតាំងតិនេះជាចិត្តមិនមែនជាចិត្តរបស់ខ្ញុំមិនមែនជាចិត្តរបស់អ្នកមិនមែនជាចិត្តរបស់វាទេគ្រាន់តែចិត្តប៉ុណ្ណោះគ្មានអញគ្មានរបស់អញគ្មានខ្លួនអញក្នុងរឿងនេះទេគេត្រូវតែទៅឲ្យដល់ដំណាក់ហ្នឹងដែលចិត្តគ្រាន់តែជាចិត្តប៉ុណ្ណោះរួចហើយសតិបច្ចុបតិតាហោតិការពិនិត្យមើលបានតាំងសុបក្នុងដំណាក់ដែលចិត្តគ្រាន់តែជាចិត្តប៉ុណ្ណោះយាវតេវៈគេបន្តក្នុងដំណាក់នេះរហូតដល់ញាណមតយៈដែលមានតែបញ្ញាមានតែការយល់ប៉ុណ្ណោះរួចហើយបដិសតិមតយៈការពិនិត្យសុទ្ធសាធអនិស្សតោចៈវិហរតិគ្មានអ្វីនឹងគាំទ្រទេអ្នកចៈកិញ្ចលោកេឧបាទយតិគ្មានអ្វីនឹងប្រកាន់ខ្ជាប់ឡើយយើងបានពិភាក្សាអំពីតាបោះចាស់ម្នាក់ឈ្មោះតរុជរិយៈរស់នៅឧបរិកៈដែលសប្តាហ៍ថ្ងៃជាទីក្រុងបំបេលោកបានដើររហូតដល់ក្រុងសាវត្ថីចម្ងាយជាង 1000 ម៉ាយដើម្បីស្កាត់ទៅជួបព្រះពុទ្ធជីវិតរបស់លោកនៅសល់តិចណាស់ព្រះពុទ្ធត្រូវតែបង្រៀនធម៌សមរម្យដល់លោកដែលជាមនុស្សបានរីកចម្រើនក្នុងឈានទី8រួចហើយព្រះពុទ្ធត្រាស់ថាទិដ្ឋេទិដ្ឋមត្តੰភវិសតិក្នុងការឃើញមានត្រឹមតែការឃើញប៉ុណ្ណោះអស់តែប៉ុណ្ណឹងត្រឹមតែការឃើញប៉ុណ្ណោះគ្មានអ្វីក្រៅពីនឹងទៀតទេគ្មានការឲ្យតម្លៃគ្មានប្រតិកម្មទេគ្រាន់តែជាការឃើញក្នុងភាពជាការឃើញប៉ុណ្ណោះការឮក្នុងភាពជាការឮការធំក្លិនក្នុងភាពជាការធំក្លិនការដឹងរសជាតិក្នុងភាពជាការដឹងរសជាតិការប៉ះពាល់ក្នុងភាពជាការប៉ះពាល់ដូចយ៉ាងនេះដែរវិញ្ញាណក្នុងភាពជាវិញ្ញាណការដឹងក្នុងភាពជាការដឹងអស់តែប៉ុណ្ណឹងកាលណាគេទៅដល់ដំណាក់ហ្នឹងនោះគេអាចហួសទៅដល់ដំណាក់ព្រះនិព្វានពំនោះសោតទេគេមិនអាចទៅដល់ដំណាក់ព្រះនិព្វានបានទេវាប្រើពេលច្រើនណាស់ដើម្បីទៅឲ្យដល់ដំណាក់ព្រះនិព្វានហ្នឹងអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែបដិបត្តិគឺការយល់អំពីដំណើរការនេះអ្វីមួយបានមកប៉ះនឹងទ្វាវិញ្ញាណណាមួយទ្វាវិញ្ញាណទាំងអស់ស្ថិតនៅក្នុងកាយដូច្នេះកាយសំខាន់ណាស់នៅលើកាយភ្នែកត្រចៀកច្រមុះអណ្ដាតស្បែកកាយនិងចិត្តកាលណាអារម្មណ៍ណាមួយបានមកប៉ះវិញ្ញាណដឹងថាមើលចុះអ្វីមួយបានកើតឡើងនៅត្រង់ទ្វាវិញ្ញាណនេះឬទ្វាវិញ្ញាណនោះហើយរួចហើយសញ្ញាឲ្យដឹងថាអូនេះល្អនេះអាក្រក់វាបានឲ្យតម្លៃហើយដោយសារការឲ្យតម្លៃនេះវេទនាដែលកើតឡើងคล้ายទៅជាទីរីករាយជាទីមិនរីករាយរួចហើយសង្ខារប្រតិកម្មចាប់ផ្ដើមកាលណាប្រតិកម្មចាប់ផ្ដើមឡើងចំណងចាប់ផ្ដើមឡើងទុក្ខចាប់ផ្ដើមឡើងនេះជាផ្នត់ទម្លាប់ចាស់ដែលមានពីច្រើនជាតិណាស់មកហើយគឺរឿងនេះឯងហើយដែលកំពុងតែកើតឡើងផ្នែកវិញ្ញាណរបស់ចិត្តនេះដែលមានមុខងារគ្រាន់តែដឹងប៉ុណ្ណោះវាខ្សោយណាស់នៅពេលវាដឹងភ្លាមផ្នែកឯទៀតរបស់ចិត្តចាប់គ្របសង្កត់លើវាជាប់សញ្ញាវេទនាសង្ខារនិងគ្របសង្កត់លើវាជាប់សង្ខារចេះតែខ្លាំងឡើងជានិច្ចមានន័យថាទុក្ខចេះតែខ្លាំងឡើងចំណងចេះតែខ្លាំងឡើងរហូតអ្វីដែលយើងកំពុងធ្វើគឺយើងសាកល្បងពង្រីកវិញ្ញាណផ្នែកទទួលដឹងនេះឲ្យមានកម្លាំងខ្លាំងឡើងនៅពេលដែលវិញ្ញាណនេះបានខ្លាំងឡើងនោះផ្នែកសង្ខារនឹងคล้ายជាខ្សោយទៅសញ្ញានឹងคล้ายទៅជាខ្សោយទៅរហូតតតែយាវតេវៈញាណមតយៈគេទៅដល់ដំណាក់មួយដែលមានតែវិញ្ញាណគ្មានអ្វីទៀតឡើយផ្នែកឯទៀតទាំងអស់ឈប់ដើរហើយរួចហើយគេនឹងបានសម្រេចព្រះនិព្វានយើងពិភាក្សាអំពីអ្វីដែលកើតឡើងក្នុងឈាន8មុននឹងបានត្រាស់ដឹងព្រះអង្គបានបដិបត្តិឈាន8ពីសំណាក់លោកគ្រូអាចារ្យដទៃទៀតឈ្មោះនៃឈាន8គឺនេវសញ្ញានាសញ្ញាយតនៈអ្នកមិនអាចថាមានសញ្ញាឬឥតមានសញ្ញាបានទេសញ្ញាបានប្រែទៅជាខ្សោយណាស់
ប៉ុន្តែអ្នកមិនអាចថាគ្មានសញ្ញាបានទេសញ្ញានៅមាននៅឡើយដោយមកពីសញ្ញានៅមាននៅឡើយទ្រង់មានបន្ទូលថាមិនទាន់បានរួចរំដោះទេប៉ុន្តែពេលដែលទ្រង់បានបណ្ដោះបណ្ដាលវេទនាសម្បជញ្ញៈជាមួយការបដិបត្តិវិបស្សនាព្រះអង្គបណ្ដោះបណ្ដាលលោកុត្តរឈានដែលនាំទៅរកព្រះនិព្វានទ្រង់បានបង្កើតឈាន9ដែលហៅថាសញ្ញាវេទយិតនិរោធៈឥឡូវគ្មានសញ្ញាទៀតទេគឺតាមរបៀបនេះឯងហើយដែលគេទៅដល់គោលដៅទីបំផុតគឺព្រះនិព្វានដរាបណាសញ្ញានៅដើរទោះបីវាខ្សោយក្តីដោយសារសញ្ញានេះសង្ខារនឹងធ្វើប្រតិកម្មហើយដំណើរការនៃការបង្កើនចំនួននឹងបន្តទៅទៀតវាត្រូវតែបានរលើងដាច់ឫសគល់អស់ទាំងស្រុងគេអាចសម្រេចយ៉ាងនឹងបានលុះត្រាតែមានការដឹងក្នុងភាពជាការដឹងវិញ្ញាណក្នុងភាពជាវិញ្ញាណប៉ុណ្ណោះតទៅនេះជាចិត្តតានុបស្សនាទាំងស្រុងចិត្តៈនិងអនុបស្សនាវិបស្សនាជាប់រហូតនៃចិត្តកថាញ្ចៈបណភគវេភខុចិត្តទេចិត្តតានុបស្ស័យវិហារតិតើអ្នកចម្រើនកម្មដ្ឋានពិនិត្យមើលចិត្តក្នុងចិត្តយ៉ាងដូចម្ដេចនេះមានន័យថាការពិសោធន៍ឃើញចិត្តផ្ទាល់តើអ្នកនឹងពិសោធន៍ឃើញចិត្តផ្ទាល់យ៉ាងដូចម្ដេចតើជៀសវាងការនឹកស្រមៃអំពីចិត្តយ៉ាងដូចម្ដេចអ្នកមិនអាចពិសោធន៍ឃើញកាយផ្ទាល់បានទេលើកលែងតែកាលណាអ្នកពិសោធន៍ឃើញកាយអ្នកក៏មិនអាចពិសោធន៍ឃើញចិត្តផ្ទាល់បានទេលើកលែងតែកាលណាមានអ្វីមួយកើតឡើងនៅក្នុងចិត្តអ្វីមួយកំពុងកើតឡើងក្នុងចិត្តហើយអ្នកពិនិត្យមើលចុះអ្វីមួយកំពុងកើតឡើងក្នុងចិត្តហើយវាបានកើតឡើងនិងរលត់បាត់ទៅវិញហើយនេះជារបៀបដែលអ្នកពិនិត្យមើលចិត្តហើយដូច្នេះអធៈភគវេភខុសារៈកាំងវាចិត្តតាំងសារៈកាំងចិត្តតាំងតិបជានិតិសារៈកាំងរេកៈមានន័យថាលោភៈសារៈកាំងមានន័យថាប្រកបដោយលោភៈកាលណាចិត្តប្រកបដោយលោភៈនេះមានន័យថាអ្វីមួយកំពុងកើតឡើងនៅក្នុងចិត្តលោភៈកំពុងកើតឡើងនៅក្នុងចិត្តគេពិនិត្យមើលចុះឥឡូវនេះចិត្តខ្ញុំជាចិត្តប្រកបដោយលោភៈសារៈកាំងវាចិត្តតាំងសារៈកាំងចិត្តតាំងតិបជានិតិកាលណាវារលត់បាត់ទៅវិញវិតរិយកាំងវាចិត្តតាំងវិតរិយកាំងចិត្តតាំងតិបជានិតិឥឡូវនេះមើលចុះលោភៈបានរលត់បាត់ទៅហើយឥឡូវគេអាចឃើញថាលោភៈបានកើតឡើងឥឡូវវាបានរលត់បាត់ទៅហើយដូច្នេះគ្មានលោភៈទេគេពិនិត្យមើលឥឡូវនេះចិត្តជាចិត្តគ្មានលោភៈទេសតោសង្វាចិត្តតាំងសតោសង្ចិត្តតាំងតិបជានិតិសតោសៈទោសៈមានន័យថាការស្អប់ខ្ពើមសតោសៈប្រកបដោយការស្អប់ខ្ពើមអូឥឡូវនេះចិត្តជាចិត្តប្រកបដោយការស្អប់ខ្ពើមហើយគេពិនិត្យមើលការពិតនេះចិត្តជាចិត្តមួយប្រកបដោយការស្អប់ខ្ពើមសតោសង្វាចិត្តតាំងសតោសង្ចិត្តតាំងតិបជានិតិវិតតោសង្វាចិត្តតាំងវិតតោសង្ចិត្តតាំងតិបជានិតិកាលណាការស្អប់ខ្ពើមរលត់បាត់ទៅហើយគេដឹងគេពិនិត្យមើលចុះឥឡូវចិត្តគ្មានការស្អប់ខ្ពើមទេដូចគ្នានេះដែរសមោហੰវាចិត្តតាំងសមោហੰចិត្តតាំងតិបជានិតិមោហៈមានន័យថាការមិនពិតការភ័ន្តច្រឡំភាពច្របូកច្របល់សេចក្តីល្ងងខ្លៅទាំងអស់នេះគឺមោហៈកាលចិត្តពោពេញដោយការភ័ន្តច្រឡំសមោហੰវាចិត្តតាំងកាលចិត្តជាចិត្តមោហៈចិត្តល្ងងខ្លៅពេលនោះគេពិនិត្យមើលប្រតិការនឹងថាមើលចុះឥឡូវចិត្តជាចិត្តមួយប្រកបដោយសមោហៈគឺសេចក្តីល្ងងខ្លៅវេតមោហੰវាចិត្តតាំងវេតមោហੰចិត្តតាំងតិបជានិតិកាលណាសេចក្តីល្ងងខ្លៅនេះរលាយបាត់ទៅចិត្តគ្មានសេចក្តីល្ងងខ្លៅទេពេលនោះចិត្តជាវេតមោហៈដូចគ្នានេះដែរសង្ខិតតាំងវាចិត្តតាំងសង្ខិតតាំងចិត្តតាំងតិបជានិតិសង្ខិតតាំងកាលណាចិត្តបានមូលគេដឹងថាមើលចុះឥឡូវនេះចិត្តមូលហើយវាមិនសូវដើរទេប៉ុន្មានទេគេពិនិត្យមើលវាហើយទទួលស្គាល់ព្រឹត្តិការណ៍នឹងសង្ខិតតាំងវាចិត្តតាំងសង្ខិតតាំងចិត្តតាំងតិបជានិតិវិខិតតាំងវាចិត្តតាំង
វិខតាំងចតាំងតិបជានិតិសង្កតាំងគឺមូលវិខតាំងគឺរាយមាយកាលណាចិត្តរាយមាយពាសពេញទីកន្លែងពេលនោះចិត្តជាចិត្តវិខតាំងចតាំងមហកតាំងវាចតាំងមហកតាំងចតាំងតិបជានិតិក្នុងឈានយ៉ាងជ្រៅទាំងឡាយនេះពេលគេនឹកស្រមៃឃើញចិត្តរីកធំឡើងរហូតតតែគ្មានព្រំដែនរឿងនឹងហៅថាមហកតៈវាធំខ្លាំងណាស់ដូច្នេះឥឡូវនេះចិត្តខ្ញុំជាមហកតៈវាធំខ្លាំងណាស់អមហកតៈវាមិនធំដល់ម្លឹងទេនោះអមហកតាំងចតាំងតិបជានិតិសឧត្តរង្វាចតាំងសឧត្តរង្ចតាំងតិបជានិតិសឧត្តរង្មានន័យថាមានចិត្តដែលខ្ពស់ជាងនេះសឧត្តរង្មានន័យថាមានចិត្តដែលខ្ពស់ជាងចិត្តនេះប្រសើរជាងចិត្តនេះទៀតឥឡូវចិត្តខ្ញុំមិនមែនជាចិត្តខ្ពស់បំផុតទេចិត្តខ្ញុំនៅមានការពិតថែមទៀតមានគុណសម្បត្តិខ្លះថែមទៀតដែលមិនទាន់បានពិសោធន៍ឃើញអនុត្តរង្វាចតាំងអនុត្តរង្ចតាំងតិបជានិតិឥឡូវនេះចិត្តខ្ញុំគ្មានអ្វីខ្ពស់ជាងនេះទៀតទេវាបានទៅដល់ថ្នាក់ខ្ពស់បំផុតហើយសមាហិតាំងវាចតាំងសមាហិតាំងចតាំងតិបជានិតិដែលបានតាំងយ៉ាងជ្រៅក្នុងសមាធិគេឃើញថាមើលចុះចិត្តខ្ញុំបានតាំងក្នុងសមាធិយ៉ាងជ្រៅហើយអសមាហិតាំងវាចតាំងអសមាហិតាំងចតាំងតិបជានិតិឥឡូវវាមិនតាំងនៅយ៉ាងជ្រៅដូចមុនទេហើយគេដឹងថាមែនហើយវាមិនតាំងនៅយ៉ាងជ្រៅទេវិមុតតាំងវាចតាំងវិមុតតាំងចតាំងតិបជានិតិវិមុតតាំងបានរួចរដោះឥឡូវចិត្តនេះបានរួចរដោះហើយគេពិនិត្យមើលមែនហើយឥឡូវនេះចិត្តបានរួចរដោះហើយចំណោទផ្សេងដូចគ្នាឃ្លាទាំងឡាយដូចគ្នាដែលមានក្នុងផ្នែកនីមួយក្នុងចម្ពោះនីមួយក្នុងផ្នែកនីមួយនៃចម្ពោះនីមួយអតិអចតាំងវាចតេចតានុបស្សីវិហរតិចិត្តខាងក្នុងពហិទ្ធាវាចតេចតានុបស្សីវិហរតិចិត្តខាងក្រៅអចតៈពហិទ្ធាវាចតេចតានុបស្សីវិហរតិចិត្តទាំងខាងក្នុងទាំងខាងក្រៅដូច្នេះតើចិត្តខាងក្នុងដូចម្ដេចចិត្តខាងក្រៅដូចម្ដេចជាថ្មីទៀតប្រពៃណីយើងមិនយកចិត្តជារបស់ខ្ញុំផ្ទាល់ខ្លួននិងចិត្តរបស់អ្នកដទៃទេមែនហើយនៅថ្នាក់យ៉ាងខ្ពស់នៃការធ្វើចិត្តឲ្យបរិសុទ្ធគេបណ្ដោះបណ្ដាលរិទ្ធមួយដែលគេអាចដឹងអំពីចិត្តអ្នកដទៃប៉ុន្តែនៅទីនេះវាគ្រាន់តែជាចំណោទមួយដែលមិនមែនជាចំណោទទីបំផុតទេកាលណាចិត្តខាងក្នុងប៉ះនឹងអារម្មណ៍ផ្សេងក្នុងក្របខ័ណ្ឌកាយនោះចិត្តកំពុងពិសោធន៍ឃើញវត្ថុផ្សេងនៅក្នុងក្របខ័ណ្ឌកាយយើងហៅថាចិត្តខាងក្នុងចិត្តស្ថិតនៅខាងក្នុងជានិច្ចវាមិនចេញក្រៅទេចិត្តខាងក្រៅកាលណាចិត្តកំពុងធ្វើការជាមួយអារម្មណ៍ផ្សេងមកពីក្រៅដូចជាសំឡេងចូលក្នុងត្រចៀកចិត្តពិសោធន៍ឃើញវាក្នុងក្របខ័ណ្ឌកាយសំឡេងមកពីខាងក្រៅចូលមកប៉ះនឹងត្រចៀកហើយចិត្តពិសោធន៍ឃើញវាតាមរបៀបដូចគ្នានេះដែរទ្រង់ទ្រាយមួយរូបមួយមកប៉ះនឹងភ្នែកក្លិនមួយមកប៉ះនឹងច្រមុះរសជាតិមួយមកប៉ះនឹងអណ្ដាតផោតភៈមួយមកប៉ះនឹងកាយឬគំនិតទៅលើអ្វីមួយនៅខាងក្រៅមកប៉ះនឹងចិត្តដំណើរការទាំងស្រុងនៅតែប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌកាយទោះបីអារម្មណ៍នៅខាងក្នុងក្តីនៅខាងក្រៅក្តីដូច្នេះចិត្តតាក់ទងនឹងអារម្មណ៍ខាងក្នុងផងអារម្មណ៍ខាងក្រៅផងចិត្តខាងក្នុងនិងចិត្តខាងក្រៅមានន័យយ៉ាងនេះឯងរួចហើយចំណោទមួយសមុទយៈធម្មានុបស្សីវាចិត្តស្មឹងវិហរតិកើតឡើងវិយៈធម្មានុបស្សីវាចិត្តស្មឹងវិហរតិវារលត់ទៅវិញសមុទយៈវិយៈធម្មានុបស្សីវាចិត្តស្មឹងវិហរតិការរលត់ភ្លាមហើយដែលបានឆ្លងកាត់ចំណោទសំខាន់ទាំងឡាយនេះគេទៅដល់ដំណាក់មួយដែលគេហៅថាអធិចិត្តតាំងតិនេះជាចិត្តមិនមែនជាចិត្តរបស់ខ្ញុំមិនមែនជាចិត្តរបស់អ្នកមិនមែនជាចិត្តរបស់វាទេគ្រាន់តែជាចិត្តប៉ុណ្ណោះគ្មានអញគ្មានរបស់អញគ្មានខ្លួនអញក្នុងរឿងនេះទេគេត្រូវតែទៅឲ្យដល់ដំណាក់ហ្នឹងដែលចិត្តគ្រាន់តែជាចិត្តប៉ុណ្ណោះរួចហើយសតិបច្ចុបតិតាហោតិការពិនិត្យមើលបានតាំងសុបក្នុងដំណាក់ដែលចិត្តគ្រាន់តែជាចិត្តប៉ុណ្ណោះយាវតេវៈគេបន្តក្នុងដំណាក់នេះរហូតដល់ញាណមតាយៈដែលមានតែបញ្ញានិងការយល់ប៉ុណ្ណោះ
រួចហើយបដិសតិមតយៈការពិនិត្យមើលសុទ្ធសាធអនិស្សតោចៈវិហារតិគ្មានអ្វីនឹងគាំទ្រទេអ្នកចៈកញ្ចលោកេឧបាទយតិគ្មានអ្វីនឹងប្រកាន់ខ្ជាប់ឡើយយើងបានពិភាក្សាអំពីតាបសចាស់ម្នាក់ឈ្មោះតរុជរិយៈរស់នៅឧបរិកៈដែលសពថ្ងៃជាទីក្រុងបំបេលោកបានដើររហូតដល់ក្រុងសាវត្ថីចម្ងាយជាង 1000 ម៉ាយដើម្បីស្កាត់ទៅជួបព្រះពុទ្ធជីវិតរបស់លោកនៅសល់តិចណាស់ព្រះពុទ្ធត្រូវតែបង្រៀនធម៌សមរម្យដល់លោកដែលជាមនុស្សបានរីកចម្រើនក្នុងឈានទី8រួចហើយព្រះពុទ្ធត្រាស់ថាទិដ្ឋេទិដ្ឋមត្តੰភវិសតិក្នុងការឃើញមានត្រឹមតែការឃើញប៉ុណ្ណោះអស់តែប៉ុណ្ណឹងត្រឹមតែការឃើញប៉ុណ្ណោះគ្មានអ្វីក្រៅពីនឹងទៀតទេគ្មានការឲ្យតម្លៃគ្មានប្រតិកម្មទេគ្រាន់តែជាការឃើញក្នុងភាពជាការឃើញប៉ុណ្ណោះការឮក្នុងភាពជាការឮការធំក្លិនក្នុងភាពជាការធំក្លិនការដឹងរសជាតិក្នុងភាពជាការដឹងរសជាតិការប៉ះពាល់ក្នុងភាពជាការប៉ះពាល់ដូចយ៉ាងនេះដែរវិញ្ញាណក្នុងភាពជាវិញ្ញាណការដឹងក្នុងភាពជាការដឹងអស់តែប៉ុណ្ណឹងកាលណាគេទៅដល់ដំណាក់នឹងនោះគេអាចហួសទៅដល់ដំណាក់ព្រះនិព្វានពុំនោះសោតទេគេមិនអាចទៅដល់ដំណាក់ព្រះនិព្វានបានទេវាប្រើពេលច្រើនណាស់ដើម្បីទៅឲ្យដល់ដំណាក់ព្រះនិព្វាននឹងអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែបដិបត្តិគឺការយល់អំពីដំណើរការនេះអ្វីមួយបានមកប៉ះនឹងទ្វារវិញ្ញាណណាមួយទ្វារវិញ្ញាណទាំងអស់ស្ថិតនៅក្នុងកាយដូច្នេះកាយសំខាន់ណាស់នៅលើកាយភ្នែកត្រចៀកច្រមុះអណ្ដាតស្បែកកាយនិងចិត្តកាលណាអារម្មណ៍ណាមួយបានមកប៉ះវិញ្ញាណដឹងថាមើលចុះអ្វីមួយបានកើតឡើងនៅត្រង់ទ្វារវិញ្ញាណនេះឬទ្វារវិញ្ញាណនោះហើយរួចហើយសញ្ញាឲ្យដឹងថាអូនេះល្អនេះអាក្រក់វាបានឲ្យតម្លៃហើយដោយសារការឲ្យតម្លៃនេះវេទនាដែលកើតឡើងคล้ายទៅជាទីរីករាយជាទីមិនរីករាយរួចហើយសង្ខារប្រតិកម្មចាប់ផ្ដើមកាលណាប្រតិកម្មចាប់ផ្ដើមឡើងចំណងចាប់ផ្ដើមឡើងទុក្ខចាប់ផ្ដើមឡើងនេះជាផ្នត់ទម្លាប់ចាស់ដែលមានពីច្រើនជាតិណាស់មកហើយគឺរឿងនេះឯងហើយដែលកំពុងតែកើតឡើងផ្នែកវិញ្ញាណរបស់ចិត្តនេះដែលមានមុខងារគ្រាន់តែដឹងប៉ុណ្ណោះវាខ្សោយណាស់នៅពេលវាដឹងភ្លាមផ្នែកឯទៀតរបស់ចិត្តចាប់គ្របសង្កត់លើវាជាប់សញ្ញាវេទនាសង្ខារនិងគ្របសង្កត់លើវាជាប់សង្ខារចេះតែខ្លាំងឡើងជានិច្ចមានន័យថាទុក្ខចេះតែខ្លាំងឡើងចំណងចេះតែខ្លាំងឡើងរហូតអ្វីដែលយើងកំពុងធ្វើគឺយើងសាកល្បងពង្រីកវិញ្ញាណផ្នែកទទួលដឹងនេះឲ្យមានកម្លាំងខ្លាំងឡើងនៅពេលដែលវិញ្ញាណនេះបានខ្លាំងឡើងនោះផ្នែកសង្ខារនឹងคล้ายជាខ្សោយទៅសញ្ញានឹងคล้ายទៅជាខ្សោយទៅរហូតតតែយាវតេវៈញាណមតយៈគេទៅដល់ដំណាក់មួយដែលមានតែវិញ្ញាណគ្មានអ្វីទៀតឡើយផ្នែកឯទៀតទាំងអស់ឈប់ដើរហើយរួចហើយគេនឹងបានសម្រេចព្រះនិព្វានយើងពិភាក្សាអំពីអ្វីដែលកើតឡើងក្នុងឈាន8មុននឹងបានត្រាស់ដឹងព្រះអង្គបានបដិបត្តិឈាន8ពីសំណាក់លោកគ្រូអាចារ្យដទៃទៀតឈ្មោះនៃឈាន8គឺនេវសញ្ញានាសញ្ញាយតនៈអ្នកមិនអាចថាមានសញ្ញាឬឥតមានសញ្ញាបានទេសញ្ញាបានប្រែទៅជាខ្សោយណាស់ប៉ុន្តែអ្នកមិនអាចថាគ្មានសញ្ញាបានទេសញ្ញានៅមាននៅឡើយដោយមកពីសញ្ញានៅមាននៅឡើយទ្រង់មានបន្ទូលថាមិនទាន់បានរួចរំដោះទេប៉ុន្តែពេលដែលទ្រង់បានបណ្ដោះបណ្ដាលវេទនាសម្បជញ្ញៈជាមួយការបដិបត្តិវិបស្សនាព្រះអង្គបណ្ដោះបណ្ដាលលោកុត្តរឈានដែលនាំទៅរកព្រះនិព្វានទ្រង់បានបង្កើតឈាន9ដែលហៅថាសញ្ញាវេទយិតនិរោធៈឥឡូវគ្មានសញ្ញាទៀតទេគឺតាមរបៀបនេះឯងហើយដែលគេទៅដល់គោលដៅទីបំផុតគឺព្រះនិព្វានដរាបណាសញ្ញានៅដើរទោះបីវាខ្សោយក្តីដោយសារសញ្ញានេះសង្ខារនឹងធ្វើប្រតិកម្មហើយដំណើរការនៃការបង្កើនចំនួននឹងបន្តទៅទៀត
វាត្រូវតែបានរលើងដាច់ឫសគល់អស់ទាំងស្រុងគេអាចសម្រេចយ៉ាងនឹងបានលុះត្រាតែមានការដឹងក្នុងភាពជាការដឹងវិញ្ញាណក្នុងភាពជាវិញ្ញាណប៉ុណ្ណោះ